ពិភពលោកទាំងមូលហាក់ប្រែជាត្រជាក់នៅក្នុងដៃរបស់ពួកវាមានក្តាប់កាន់ណែននៅមុខដាវទឹកកកដ៏មុតស្រួយស្រាប់ព្រមទាំងបញ្ចេញនូវកំហឹងនិងចេតនាសម្លាប់យ៉ាងខ្លាំងក្លា Lee Curtien បានពោលរាយការណ៍ដាស់តឿនព្រមានដោយក្តីបារម្ភអន្ទះសារខ្លាំងថាចូលប្រយ័ត្នខ្លួនកុំមានចិត្តលោភលន់មើលងាយលើកម្លាំងរបស់ពួកវាឲ្យសោះព្រោះពួកនេះគឺមិនធម្មតាឡើយលោកតាចាស់លោកកំពុងតែកើតមានក្តីភ័យខ្លាចខ្លាំងមែនទេទោះបីជាពួកវាមានការរៀបចំកងកម្លាំងមកច្រើនកម្រិតក៏ពួកវាគ្រាន់តែជាពួកមនុស្សដែលស្ថិតនៅក្នុងកម្រិតឋានសួគ៌តែប៉ុណ្ណោះតើមានរឿងអ្វីដែលត្រូវខ្លាចរអាទៅយូយីបានស្រែកឡើងមកខាងក្រៅទាំងក្រសែភ្នែកមើលងាយបំផុតរួចហើយអ្នកទាំងពីរនាក់ក៏បានចាប់ផ្ដើមបើកការវាយលុកសម្រុកចូលទៅភ្លាមខណៈពេលដែល Lee Curtien បានត្រឹមតែឈរជើងសម្លឹងមើលទៅចំពីខាងមុខដើម្បីស្វែងរកមើលនៅរាល់ចំណុចខុសប្រក្រតីនិងភាពមិនធម្មតារបស់ពួកវាទាំងអស់គ្នាចូលប្រយ័ត្នខ្លួនព្រោះនោះវាគឺជានិយាយមិនទាន់ដាច់ពាក្យសម្ដីស្រួលបួលផងពួកវាបានបញ្ចេញនៅកណ្ដាប់ដៃភ្លោះដ៏មានអំណាចភ្លាមរួចមានសម្លេងផ្ទុះមួយលាន់បន្លឺឡើងយ៉ាងខ្លាំងបានធ្វើឲ្យពួកក្រុមកងទ័ពស្រមោលបិសាចស្លៀកពាក់ខោអាវពណ៌ខ្មៅត្រូវកើតមានការភ្ញាក់ផ្អើលនៅក្នុងចិត្តយ៉ាងខ្លាំងភ្លាមយូយីបានផ្ទុះសំណាចឡើងមកទាំងមានរឹកពីហួសចិត្តជាខ្លាំងខណៈដែលពពុះទឹកកកព្រិលបានចាប់ផ្ដើមធ្លាក់ចុះមកយ៉ាងខ្លាំងត្រឹមតែនៅក្នុងរយៈពេលមួយប៉ព្រិចភ្នែកខ្លីតែប៉ុណ្ណោះរូបរាងកាយរបស់ពួកមនុស្សរាប់សិបនាក់ក៏ត្រូវបានស្ថិតនៅក្នុងស្ថានភាពជាប់ឃុំឃាំងនៅក្នុងដុំទឹកកកយក្សដ៏ធំមួយកន្លែងបាត់ទៅហើយលុះនៅខណៈពេលដែលឃើញពួកវាត្រូវបានជាប់គាំងខ្លួនអស់ហើយនោះយូយីបានលូកដៃក្រវីទៅខាងមុខស្រាលៗបានធ្វើឲ្យដុំទឹកកកយក្សនោះត្រូវផ្ទុះបែកខ្ទេចខ្ទីខ្ចាត់ខ្ចាយអស់រលីងរួមជាមួយនឹងរាងកាយរបស់ពួកមនុស្សដែលនៅខាងក្នុងនោះភ្លាមតើលោកតាបានមើលឃើញចំផ្ទាល់នឹងភ្នែកហើយមែនទេលោកតាពីព្រោះពួកវាគ្រាន់តែជាពួកមនុស្សកាកសំណល់កម្រិតឋានសួគ៌សោះតើអាចមានសមត្ថភាពរកវិធីយូយីបានពោលឡើងមកទាំងរឹកពីក្រអឺតក្រទមអួតអាងខ្លាំងណាស់ថាពួកវាពិតជាមនុស្សឱកាសនិយមមិនបានការអ្វីទាល់តែសោះរីឯខាងយ៉ានយីវិញក៏បានប្រញាប់ប្រមូលផ្ដុំបញ្ចេញនៅធម្មពលអណ្ដាតភ្លើងដ៏មហិមាចេញមកពីបាតដៃដើម្បីបើកការដុតកំទេចរាងកាយរបស់ពួកវាឲ្យប្រែក្លាយទៅជាផេះផង់ចោលទាំងអស់ប៉ុន្តែសម្រាប់ Lee Curtien វិញគឺគាត់បានត្រឹមតែឈរសម្លឹងមើលទៅកាន់ដៃគូប្រកួតទាំងពីរនាក់នោះព្រោះការពិតជាក់ស្ដែងទៅពួកក្រុមកងទ័ពស្រមោលបិសាចស្លៀកខោអាវខ្មៅទាំងនោះគឺមានកម្រិតភាពគ្រោះថ្នាក់និងភាពសាហាវខ្លាំងក្លាខ្ពស់ជាងនៅរាល់អ្វីៗគ្រប់យ៉ាងដែលពួកលោកបានមើលឃើញនៅនឹងភ្នែកនាពេលនេះឆ្ងាយណាស់ហើយរាល់ក្តីខ្វល់ខ្វាយនិងការព្រួយបារម្ភរបស់ Lee Extradition Curtien គឺបានប្រែក្លាយទៅជាការពិតជាក់ស្ដែងភ្លាមព្រោះទោះបីជាពួកសមាជិកសម្ព័ន្ធមិត្តត្រូវបានរងនឹងការកំទេចបំផ្លាញចោលដល់ថ្នាក់នឹងទៅហើយក្តីក៏ពួកក្រុមកងទ័ពស្រមោលបិសាចស្លៀកពាក់ខោអាវខ្មៅទាំងនោះមិនមានការកើតមាននៅចិត្តខ្លាចរអាឬមានភាពស្លន់ស្លោអ្វីបន្តិចឡើយប៉ុន្តែស្រាប់តែភ្លាមនោះមានបាល់សេងនៅចរន្តកម្លាំងខ្យល់បោកបក់ដ៏មានភាពចម្លែកអស្ចារ្យខ្លាំងមួយបានបើកការបោកបោកទៅលើពពួកផេះផង់សាកសពទាំងឡាយរបស់ពួកវារួចហើយក៏បានលាយឡំចូលរួមរស់ជាមួយនឹងពពកសែងខ្មៅដ៏ក្រាស់ឃ្មឹកមួយរហូតសម្រេចបាននូវការកកើតរូបរាងកាយជាមនុស្សលោកត្រឡប់មកដូចជាសភាពដើមវិញដដែលទាំងអស់រួចពួកវាបានពោលពាក្យសម្ដីឌឺដងផ្ចាផ្ចាញ់ថាពួកអ្នកឯងតើមានកម្លាំងសមត្ថភាពមានត្រឹមតែប៉ុណ្ណេះឯងមែនទេសម្រាប់រាល់ធម្មពលកណ្ដាប់ដៃភ្លើងនិងទឹកកករបស់ពួកអ្នកឯងនោះយូយីរួមជាមួយនឹងយ៉ានយីបាននាំគ្នាងាកមកសម្លឹងមើលមុខគ្នាទៅវិញទៅមកទាំងក្តីតក់ស្លុតចិត្តជាខ្លាំងរួចហើយពួកគេក៏បានប្រញាប់ប្រមូលផ្ដុំកម្លាំងស្ទុះវាយសម្រុកចូលទៅខាងមុខសាជាថ្មីនិងនៅក្នុងនាមពួកគេជាកំពូលអ្នកជំនាញដ៏ខ្លាំងពូកែគឺមិនអាចមានចិត្តអត់ធ្មត់ទ្រាំទ្រជាមួយនឹងការមើលងាយជិះជាន់ពីសំណាក់ពួកមនុស្សកម្រិតឋានសួគ៌ទាំងនេះបានឡើយហេតុនេះពួកគេបានសម្រេចចិត្តដកយកនៅកំពូលក្បាច់គុណស្លាប់រស់របស់ខ្លួនមកប្រើប្រាស់ភ្លាមដោយបានរួមផ្សំបញ្ចូលគ្នានៅរាល់កម្លាំងធម្មពលភ្លើងនិងទឹកកកចូលគ្នាតែមួយដើម្បីបើកការវាយលុកសម្រុកចូលទៅយ៉ាងខ្លាំងក្លានិងសាហាវព្រៃផ្សៃបំផុតប៉ុន្តែចម្លែកណាស់ព្រោះរាល់ការវាយប្រហារដ៏ខ្លាំងក្លានឹងគឺហាក់បីដូចជាបានបាញ់ធ្លុះទម្លាយកាត់រូបរាងកាយរបស់ពួកវាទៅដល់ឯត្រង់ផ្នែកម្ខាងទៀតរួចហើយក៏បានទៅបើកការផ្ទុះឡើងយ៉ាងខ្លាំងក្លានៅឯទីតាំងដ៏ឆ្ងាយល្វឹងល្វើយរាប់សិបម៉ៃឯណោះពួកគេចាប់ផ្ដើមកើតមានក្តីភិតភ័យក្នុងចិត្តជាខ្លាំងនៅខណៈពេលដែលបានឮសំឡេងសើចចំអកឡកឡុយរបស់ពួកវាលាន់បន្លឺឡើងពីគ្រប់ទិសទីរួមជាមួយនឹងខណៈស្រាប់តែមានពន្លឺរស្មីមុខដាវពណ៌ខៀវស្រងាត់មួយខ្សែបានបាញ់សម្ដៅត្រង់មករកខ្លួនរបស់ពួកគេយ៉ាងលឿនធ្វើឲ្យអ្នកទាំងពីរនាក់ត្រូវបង្ខំចិត្តបោះជំហានជើងដកថយក្រោយភ្លាមយូយីបានប្រញាប់ងាកផ្ទៃមុខទៅពោលសួរ Lee Curtien ផ្លែតថាលោកតាលីលោកបានឈរជើងគិតពិចារណារឿងរ៉ាវអស់រយៈពេលយ៉ាងយូរមកហើយចុះតើពេលនេះលោកមានការស្វែងរកឃើញនៅរាល់ចំណុចខ្សោយដ៏ធំរបស់ពួកវាហើយឬនៅព្រោះពួកយើងគឺច្បាស់ជាមានភាពពិបាកខ្លាំងក្នុងការរកវិធីឈរជើងរារាំងទប់ទល់វាបានយូរអង្វែងតទៅទៀតណាស់ដូចនេះសូមលោកមេត្តាប្រញាប់រកវិធីចូលមកជួយពួកយើងបើកការវាយលុកដោយអនុវត្តឆក់ប្រើប្រាស់នៅកម្លាំងធម្មពលវិញ្ញាណដើមរបស់លោកភ្លាមមក Lee Curtien បានស្រែកបញ្ចេញសំឡេងឡើងមកយ៉ាងខ្លាំងភ្លាមចំពោះមុខបែបនេះបានធ្វើឲ្យទាំងយូយីរួមជាមួយនឹងយ៉ានយីចាប់ផ្ដើមបើកការវាយបកត្រឡប់ទៅវិញភ្លាមរួមជាមួយនឹងខណៈពេលនោះដែរក៏មានកើតមានឡើងនៅរលកកម្លាំងសម្ពាធដ៏មហិមាមួយដែលមនុស្សធម្មតាមិនអាចមើលឃើញដោយភ្នែកទទេបានចាប់ផ្ដើមបើកការសាយភាយខ្ចរខ្ចាយពេញបរិវេណនិងបានបង្ខំរុញច្រានធ្វើឲ្យពួកវាទាំងអស់គ្នាត្រូវតែព្រមលុតជង្គង់ចុះទៅលើដីភ្លាមអ្នកទាំងពីរអ្នកលបមានចិត្តកើតមាននៅក្តីធូរស្រាលក្នុងចិត្តខ្លះតែពួកគេក៏នៅតែលបមានក្តីព្រួយបារម្ភក្នុងចិត្តដដែលព្រោះលោកគិតថាទោះបីជាពេលនេះពួកយើងគឺពិតជាអាចមានសមត្ថភាពស្វែងរកឃើញនៅវិធីសាស្ត្រក្នុងការដោះស្រាយបានសម្រេចពិតមែនប៉ុន្តែរាល់កម្លាំងធម្មពលបារមីរបស់វាគឺនៅតែមានសភាពគួរឲ្យខ្លាចរអារន្ធត់ចិត្តខ្លាំងណាស់ព្រោះការដែលពួកយើងខំប្រឹងបើកការវាយលុកដោយពឹងផ្អែកលើធម្មពលវិញ្ញាណដើមដ៏ខ្លាំងរបស់កំពូលអ្នកខ្លាំងកម្រិតពន្លឺទេវតាទៅហើយនោះគឺបែរជាមានលទ្ធភាពអាចរុញច្រានធ្វើឲ្យពួកវាខ្ទាតថយក្រោយបានសម្រេចត្រឹមតែចម្ងាយត្រឹមតែប៉ុន្មានសិបម៉ែត្រតែប៉ុណ្ណោះសោះប៉ុន្តែពួកក្រុមកងទ័ពស្រមោលបិសាចស្លៀកពាក់ខោអាវខ្មៅ
គឺមិនបានកើតមាននៅចិត្តភិតភ័យឬមានការខ្លាចរអាអ្វីឡើយពួកវាបាននាំគ្នាបោះជំហានជើងដើរសម្ដៅត្រង់ចូលមកជិតជាបន្តទៀតព្រមទាំងបានបើកការគ្របដណ្ដប់ទៅលើរាល់អ្វីៗគ្រប់បែបយ៉ាងទាំងអស់ឲ្យស្ថិតនៅក្នុងពពកផ្សែងខ្មៅដ៏ក្រាស់ឃ្មឹកមួយមើលទៅមានសភាពគួរឲ្យខ្លាចរន្ធត់មិនខុសអីពីមានគំនិតចង់វាយលេបត្របាក់នៅផ្ទៃមេឃនិងមហាភពផែនដីទាំងមូលនោះឡើយហើយនៅក្នុងគណៈពេលជាមួយគ្នានោះដែររាល់បំណែកកាកសំណល់សាកសពទាំងឡាយណាដែលបានស្លាប់បាត់បង់ជីវិតទៅកាលពីមុននោះគឺត្រូវបានចាប់ផ្ដើមបើកការប្រមូលផ្ដុំគ្នាសម្ដៅចូលទៅក្នុងផ្នែកខាងក្នុងពពកផ្សែងខ្មៅនោះភ្លាមនិងបានរួមផ្សំបង្កើតឡើងនៅរលកកម្លាំងថាមពលវិញ្ញាណដើមដ៏ធំធេងនិងគួរឲ្យខ្លាចរន្ធត់ចិត្តខ្លាំងបំផុតមួយលីខឺធានឃើញទស្សនវិជ្ជាដ៏គួរឲ្យរន្ធត់បែបនេះភ្លាមក៏កើតមានក្តីភិតភ័យនៅក្នុងចិត្តជាខ្លាំងនេះវាគឺជាការបង្កើតឡើងនៅកំពូលមហាយ័ន្តរួមបញ្ចូលគ្នាមួយបាត់ទៅហើយវាគឺជាកំពូលបច្ចេកទេសពិសេសដែលត្រូវបានគេរៀបចំឡើងសម្រាប់ទុកយកមកប្រឆាំងនិងបោសសម្អាតពួកកំពូលអ្នកខ្លាំងដូចជាពួកលោកអ្នកឲ្យរលាយបាត់បង់ជីវិតចុះចូលពួកឯងទៅស្លាប់ទៅពួកក្រុមកងទ័ពស្រមោលបិសាចបានស្រែកឡើងរួចផ្ទុះសំណាចឡើងមកយ៉ាងមានអារម្មណ៍ជោគជ័យខ្លាំងនៅក្នុងចិត្តរបស់ពួកវាលុះនៅពេលដែលបានមើលឃើញនៅរលកថាមពលវិញ្ញាណដើមដ៏មហិមាកំពុងតែបើកការបោកបក់ហូរស្រោចស្រពចូលមកដល់ភ្លាមយូយីរួមជាមួយនឹងយ៉ានយីគឺមិនហ៊ានមានចិត្តធ្វេសប្រហែសឬលំមងាយលើកម្លាំងសត្រូវតទៅទៀតឡើយពួកគេបានប្រញាប់ប្រមូលផ្ដុំកម្លាំងឆក់ប្រើប្រាស់នៅថាមពលវិញ្ញាណដើមទាំងអស់ដែលមានដាមេបោកការវីបកត្រឡប់ទៅវិញភ្លាមប៉ុន្តែទោះបីជាពួកគេបានខំប្រឹងប្រែងបើកការប្រឆាំងតតាំងជាមួយនឹងកំពូលបច្ចេកទេសរួមបញ្ចូលគ្នារបស់គូប្រកួតយ៉ាងណាក៏ដោយក៏រលកកម្លាំងថាមពលវិញ្ញាណដើមដ៏ធំធេងរបស់ពួកគេម្នាក់ៗគឺនៅតែត្រូវទទួលរងនឹងការវាយសម្រុកបំផ្លាញចោលលុះនៅមិនទាន់ទាំងរូបគេអាចមានឱកាសរកវិធីធ្វើចលនាកម្រើករូបរាងកាយបានទាន់ពេលផងសោះស្រាប់តែមានចរន្តកម្លាំងដ៏ខ្លាំងក្លាមហិមាមួយបានវាយសម្រុកចម្លងខ្លួនពួកគេឲ្យខ្ទាតចេញទៅយ៉ាងឆ្ងាយភ្លាមធ្វើឲ្យមានការកើតមាននៅដំណក់ញើសហូរស្រក់ចុះមកពេញផ្ទៃមុខមិនឈប់ទោះបីជាការពិតជាក់ស្ដែងពួកគេម្នាក់ៗគឺសុទ្ធសឹងតែជាបុគ្គលដ៏ខ្លាំងពូកែនិងមានឈ្មោះល្បីល្បាញខ្លាំងខាងផ្នែកក្បាច់គុណកម្រិតណាក៏ដោយប៉ុន្តែនេះវាគឺជាលើកដំបូងបំផុតនៅក្នុងខ្សែជីវិតរបស់ពួកគេដែលបានមកជួបប្រទះនៅដៃគូប្រកួតដ៏មានភាពចម្លែកអស្ចារ្យដល់ថ្នាក់នេះប៉ុន្តែស្រាប់តែភ្លាមនោះមានវត្តមានរបស់ក្រុមកងទ័ពស្រមោលបិសាចអាវខ្មៅម្នាក់បានលោតផ្លោះខ្លួនរំលងកាត់ពីលើអាកាសយ៉ាងលឿនរួចហើយរូបរាងកាយរបស់លីខឺធានក៏បានដើរលេចមុខចេញមកឈរជើងការពារនៅចំពីខាងមុខរបស់ពួកគេភ្លាមដើម្បីត្រៀមខ្លួនបើកការប្រឈមមុខដាក់គ្នាជាមួយនឹងចរន្តកម្លាំងរស្មីពណ៌ក្រហមឆ្អៅដ៏គួរឲ្យខ្លាចនោះលោកតាលីតើពេលនេះលោកកំពុងតែមានបំណងចង់រកវិធីធ្វើរឿងឈួតអ្វីទៅពិតប្រាកដណាស់គឺរូបខ្ញុំមានបំណងចង់មកបិទមាត់របស់ពួកមនុស្សអសិលធម៌សាហាវយងក្នុងទាំងនេះឲ្យអស់រលីងតែប៉ុណ្ណោះឯងលីខឺធានបានលេចនៅស្នាមញញឹមឡើងមកយ៉ាងមានសភាពធំទូលាយបំផុតរួចបានប្រឹងលើករួចហើយលីខឺធានក៏បានលបដកដង្ហើមវែងៗចូលទៅក្នុងពោះរួចហើយក៏បានស្រែកកំហកឡើងខ្លាំងៗសម្ដៅត្រង់ទៅរកពួកក្រុមកងទ័ពស្រមោលបិសាចស្លៀកពាក់អាវខ្មៅទាំងនោះថាចូលពួកឯងនាំគ្នាមកលបមើលឲ្យច្បាស់ចុះព្រោះនេះវាគឺជាកំពូលមន្តនាគបិសាចដែលវាគឺជាកំពូលក្បាច់គុណពិសេសលំដាប់ថ្នាក់ទី3ស្ថិតនៅក្នុងចំណោមកំពូលក្បាច់គុណបំផ្លាញអាយុជីវិតដ៏ធំទាំង3ដំណាក់កាលនោះឯងលុះពោលដាច់ពាក្យសម្ដីភ្លាមរស្មីនៃថាមពលអណ្ដាតភ្លើងដ៏មហិមាស្រាប់តែបានផ្ទុះឡើងបោកបក់គ្របដណ្ដប់ទៅលើរាល់ទីកន្លែងជុំវិញខ្លួនទាំងអស់មុនពេលដែលពួកក្រុមកងទ័ពស្រមោលបិសាចអាចមានឱកាសរកវិធីបើកការឆ្លើយតបការពារខ្លួនទាន់ពេលគឺរូបរាងកាយរបស់ពួកគេក៏ត្រូវទទួលរងនឹងការវាយកំទេចឲ្យផ្ទុះបែកខ្ទេចខ្ទីនិងត្រូវរុញច្រានធ្វើឲ្យខ្ទាតថយក្រោយយ៉ាងអាម៉ាស់បំផុតចូលប្រយ័ត្នខ្លួនឲ្យបានខ្ពស់ដិតនេះវាគឺជាកំពូលបច្ចេកទេសពិសេសដែលត្រូវបានគេរៀបចំឡើងមកដើម្បីតែឆក់បើកការវាយប្រហារកំណត់គោលដៅចំទៅលើកម្លាំងថាមពលវិញ្ញាណដើមរបស់ពួកយើងតែប៉ុណ្ណោះឯងលុះនៅពេលដែលបានលើពាក្យដាស់តឿនបែបនេះភ្លាមពួកក្រុមកងទ័ពស្រមោលបិសាចស្លៀកពាក់ខោអាវខ្មៅក៏បានប្រញាប់បោះជំហានជើងដកថយក្រោយវិញទាំងក្តីភ័យខ្លាចខ្លាំងបំផុតហើយនៅក្នុងកសែភ្នែកទាំងសងខាងរបស់ពួកវាគឺសុទ្ធសឹងតែពោពេញទៅដោយក្តីភ័យខ្លាចរន្ធត់ចិត្តជាខ្លាំងនៅក្នុងគណៈពេលដែលបានសម្លឹងមើលមកកាន់លីខឺធានពិតជាមិនមានការនឹកស្មានទុកជាមុនតតែសោះថាបរិសុទ្ធចំណាស់ម្នាក់នេះគេអាចនឹងមានលក្ខបង្កប់នៅកំពូលក្បាច់គុណដ៏ខ្លាំងក្លាអស្ចារ្យដល់ថ្នាក់នឹងសោះចូលពួកឯងប្រញាប់នាំគ្នារត់ចូលមកកាន់ទីនេះភ្លាមមកលីខឺធានបានស្រែកហៅឡើងមកទាំងរឹកពីក្រអឺតក្រទមបំផុតព្រមទាំងបានបង្វាយកសែភ្នែកសម្លឹងមើលទៅកាន់ពួកវាគ្រប់គ្នានឹងតែពួកវាវិញគឺមានតែត្រូវបោះជំហានជើងដកថយក្រោយទាំងក្តីភ័យខ្លាចរន្ធត់ចិត្តខ្លាំងដោយមិនហ៊ានមានចិត្តថ្លើមធំដើរចូលមកធ្វើជាអ្នកលះបង់បូជាជីវិតតទៅទៀតឡើយលោកតាលីពិតជាមិននឹកស្មានសោះថាកន្លងមកលោកបានលួចលាក់បង្កប់នៅកំពូលក្បាច់គុណដ៏អស្ចារ្យមួយនេះទុកជាសម្ងាត់ពិតប្រាកដមែនណាយូយីបានបើកភ្នែករបស់នាងធំទាំងក្តីភ្ញាក់ផ្អើលរួចពោលសួរនាំភ្លាមខណៈដែលលីខឺធានតបចូលនាងកុំកើតមានចិត្តចំណែនអីពីព្រោះដឹងទេថាកាលពីខណៈពេលកំពុងតែបើកកិច្ចដំណើរការវឹកហាត់ក្បាច់គុណនោះគឺកំពូលមេការគ្រប់គ្រងជួហ្វានក៏ធ្លាប់បានបង្ហាត់បង្ហាញនៅកំពូលក្បាច់គុណស្លាប់និងរស់ដ៏មានតម្លៃមួយនេះទៅឲ្យដល់ពួកនាងបានដឹងយល់ដូចគ្នាដែរតើរីឯរូបខ្ញុំវិញក៏លបកើតមានចិត្តចំណែននឹងពួកនាងខ្លាំងណាស់ដែរពីព្រោះតែរូបខ្ញុំត្រូវរស់នៅម្នាក់ឯងហេតុនេះគឺមិនអាចមានសមត្ថភាពរកវិធីមកបើកការវឹកហាត់នៅកំពូលក្បាច់គុណពិសេសមួយនោះបានសម្រេចឡើយដូចនេះហើយទើបកាលពីមុននេះរូបខ្ញុំមានតែត្រូវបង្ខំចិត្តឆក់ជ្រើសរើសយកនៅការបើកការវាយលុកដោយពឹងផ្អែកលើថាមពលមន្តនាបិសាចដើម្បីតែរកវិធីមកបំផ្លាញដល់កម្លាំងវិញ្ញាណដើមរបស់ពួកវាវិញតែប៉ុណ្ណោះប៉ុន្តែទោះជាយ៉ាងណាក៏ដោយចុះវាក៏នៅតែជាកំពូលក្បាច់គុណពិសេសដែលត្រូវបានគេរៀបចំឡើងមកដើម្បីតែឆក់ជួយពង្រឹងដល់កម្លាំងថាមពលរាងកាយតែប៉ុណ្ណោះហេតុនេះវាច្បាស់ជានឹងមិនមានប្រសិទ្ធភាពខ្ពស់អ្វីឡើយក្នុងការយកមកប្រឆាំងតតាំងជាមួយនឹងកំពូលបច្ចេកទេសគូស្នេហ៍រួមចិត្តរបស់ពួកនាងលីខឺធានបានជួយពោលរៀបរាប់ពន្យល់ប្រាប់ពីហេតុផលទាំងមានស្នាមញញឹមឡើងខណៈដែលអ្នកទាំងពីរនាក់បាននាំគ្នាកក់ក្បាលរបស់គេស្រាលយល់ស្របបើមានសភាពពិតប្រាកដមែនបែបនេះហើយអញ្ចឹងពួកយើងសូមប្រគល់ភារកិច្ចការងារប្រយុទ្ធនៅទីនេះទុកឲ្យលោកចុះហើយពួកយើងច្បាស់ជានឹងជួយជ្រោមជ្រែងលោកពីផ្នែកខាងក្រៅជានិច្ច
យូយីរួមជាមួយនឹងយ៉ាន់យីបាននាំគ្នាពោលឡើងព្រមគ្នាភ្លាមវាពិតជារឿងដ៏ប្រពៃខ្លាំងណាស់លីខឺធានបានផ្ទុះសំណើចឡើងមកយ៉ាងមានក្តីពេញចិត្តពេញថ្លើមជាប៉ុន្តែនៅចំខណៈពេលដែលពពកផ្សែងខ្មៅដ៏ក្រាស់ឃ្មឹកនោះបានចាប់ផ្ដើមបើកការហុយបោកបក់មកយ៉ាងខ្លាំងហើយលីខឺធានកំពុងតែរៀបចំខ្លួនបើកការវាយលុកសម្រុកចូលទៅខាងមុខសារជាថ្មីម្ដងទៀតនោះស្រាប់តែមានសម្លេងដ៏ត្រជាក់ស្រទុំគួរឲ្យខ្លាចរន្ធត់ចិត្តខ្លាំងមួយបានលាន់បន្លឺចាក់ចេញមកពីផ្នែកខាងក្នុងពពកខ្មៅដ៏ក្រាស់ឃ្មឹកដែលស្ថិតនៅចំពីខាងលើភ្លាមថាពួកអមនុស្សកាកសំណល់អន់ថយទាំងនេះហ៊ានមានចិត្តថ្លើមធំដើរមកលួចមើលងាយមើលថោកលើធម៌ពលអំណាចរបស់អញផងអមទៅដោយសម្លេងលាន់បន្លឺឡើងនៃការប៉ះទង្គិចគ្នានៃវត្ថុធាតុដែកដ៏មានអំណាចភ្លាមខណៈដែលវត្តមាននៃខ្សែច្រវាក់ដែកពណ៌ខ្មៅរាប់រយខ្សែបានចាប់ផ្ដើមធ្លាក់ចុះមកពីលើមេឃសូរគាយ៉ាងលឿនសម្លេងផ្ទុះដ៏ខ្លាំងក្លានឹងបានធ្វើឲ្យមនុស្សគ្រប់រូបត្រូវលបបដកដង្ហើមធំឡើងមកភ្លាមដោយម្នាក់គឺមិនហ៊ានមានចិត្តហៅមាត់បញ្ចេញសម្លេងអ្វីចេញមកខាងក្រៅឡើយព្រោះដឹងខ្លួនថាសូម្បីតែយូយីរួមជាមួយនឹងយ៉ាន់យីផ្ទាល់ដែលពួកគេមានកម្លាំងក្បាច់គុណស្ថិតនៅក្នុងកម្រិតពន្លឺទេវតាទៅហើយនោះក៏ត្រូវទទួលរងនឹងការលិចលង់ខ្លួនទៅក្នុងរស្មីនៃសម្ពាធធម៌ពលដ៏មហិមាមួយដែលធ្វើឲ្យរូបរាងកាយទាំងមូលត្រូវកក់កុញរឹងស្កកកម្រើកខ្លួនលែងរួចភ្លាមហើយសូម្បីតែលីខឺធានខ្លួនឯងដែលជាបុគ្គលដ៏មានអំណាចខ្ពស់កំពុងគ្រងនៅតំណែងជាកំពូលអ្នកខ្លាំងកម្រិតពន្លឺទេវតាទៅហើយនោះក៏ត្រូវកើតមាននូវក្តីភ័យខ្លាចខ្លាំងនៅក្នុងចិត្តដែររហូតធ្វើឲ្យមានការកើតមាននូវដំណក់ញើសហូរស្រក់ចុះមកបញ្ឈប់ព្រោះគ្រាន់តែបានឮនៅសំឡេងមួយឃ្លានេះភ្លាមពួកគេគឺអាចដឹងនិងយល់ច្បាស់បាត់ទៅហើយពីវត្តមានរបស់កំពូលអ្នកខ្លាំងដ៏គួរឲ្យខ្លាចរន្ធត់ចិត្តខ្លាំងបំផុតម្នាក់ដែលមានកម្លាំងធម៌ពលអំណាចបារមីខ្ពង់ខ្ពស់ដែលឆ្ងាយហួសពីពួកក្រុមកងទ័ពសមោបិសាចស្លៀកពាក់ខោអាវខ្មៅទាំងនោះឆ្ងាយណាស់លីខឺធានអាចយល់ដឹងច្បាស់ថាខ្លួនឯងគឺច្បាស់ជាមិនអាចមានលទ្ធភាពរកវិធីមកបើកការប្រកួតប្រជែងតតាំងជាមួយនឹងគេបានឡើយប៉ុន្តែទ្រង់គឺមិនព្រមកើតមានចិត្តព្រមចុះចាញ់ឬព្រមទទួលស្គាល់នូវភាពទន់ខ្សោយរបស់ខ្លួនឡើយគេបានប្រញាប់ប្រមូលផ្ដុំរាល់កម្លាំងធម៌ពលទាំងអស់ដែលមាននៅក្នុងខ្លួនដើម្បីបើកការវាយសម្រុកចេញនៅកំពូលបាតដៃនាគបិសាចដ៏មានអំណាចមហិមាសម្ដៅត្រង់ទៅកំទេចខ្សែច្រវាក់ដៃទាំងនោះភ្លាមរាល់ពពកផ្សែងខ្មៅនិងធូលីដីទាំងឡាយបានចាប់ផ្ដើមហុយបោកបក់ពេញអាកាសលុះរងចាំរហូតដល់ខណៈពេលដែលវាបានចាប់ផ្ដើមរសាត់បាត់ទៅឆ្ងាយបន្តិចអ្នកទាំងពីរនាក់កើតមានការភ្ញាក់ផ្អើលនិងតក់ស្លុតចិត្តជាខ្លាំងព្រោះបានកលេចខ្សែភ្នែកទៅមើលឃើញលោកតាលីកំពុងតែដេកដួលស្ងៀមទៅលើដីដោយសារតែបានត្រូវទទួលរងនឹងការវាយសម្រុកឲ្យរងរបួសធ្ងន់ធ្ងរពីសំណាក់ខ្សែច្រវាក់ដៃដ៏មានអំណាចមួយនោះស្ថិតនៅឯផ្នែកខាងលើពពកខ្មៅស្រាប់តែមានរូបរាងកាយរបស់មនុស្សម្នាក់បានបើកការហោះហើរត្រសែចចុះមកខាងក្រោមយឺតលុះយូយីរួមជាមួយនឹងយ៉ាន់យីបានកលេចឃើញភ្លាមក៏បានមើលឃើញច្បាស់ថាពួកក្រុមកងទ័ពស្រមោលបិសាចស្លៀកពាក់ខោអាវពណ៌ខ្មៅទាំងអស់បានប្រញាប់ប្រញាល់លុតជង្គង់ចុះក្រាបសំពះទៅកាន់គេភ្លាមដោយម្នាក់គឺសុទ្ធសឹងតែពោពេញទៅដោយក្តីភ័យខ្លាចខ្លាំងបំផុតសម្រាប់នៅក្នុងលើកនេះជនសត្រូវពិតប្រាកដគឺវាមានកម្លាំងធម៌ពលខ្លាំងពូកែអស្ចារ្យខ្លាំងណាស់ហេតុនេះវាច្បាស់ជាមិនមែនជារឿងចម្លែកឡើយដែលតម្រូវឲ្យមានការកោះហៅរូបខ្ញុំឲ្យចេញមុខមកចាត់ការនោះគេបានពោលឡើងមកដោយសំឡេងដ៏ត្រជាក់ស្រទុំគួរឲ្យខ្លាចរអាខ្លាំងរួចហើយនៅក្នុងខណៈពេលនោះដែរខ្សែច្រវាក់ដែកពណ៌ខ្មៅទាំងនោះក៏បានចាប់ផ្ដើមបើកការរបូតរលាស់ខ្លួនដើរចេញយឺតខណៈដែលលីខឺធានបានប្រឹងប្រែងក្រោកឈរឡើងវិញពីក្នុងរណ្ដៅដីរួចហើយក៏បានបោះជំហានជើងធ្វើដំណើរត្រឡប់មកឈរជើងនៅត្រង់ក្បែរដងខ្លួនរបស់យូយីរួមជាមួយនឹងយ៉ាន់យីវិញអាល្អិតឯងអាចមានសមត្ថភាពរកវិធីរស់រានមានជីវិតរួចផុតពីការវាយសម្រុកដ៏ខ្លាំងក្លារបស់អញបានសម្រេចនឹងគឺពិតជាមិនអាក្រក់ទាល់តែសោះដឹងទេបុរសដែលស្លៀកពាក់ខោអាវពណ៌ខ្មៅម្នាក់នោះក៏បានលូកដៃទៅទាញយកខ្សែច្រវាក់ដៃរបស់ខ្លួនឲ្យត្រឡប់មករកដៃគូកាយរបស់ខ្លួនវិញភ្លាមខណៈដែលលីខឺធានបានផ្ទុះសំណើចឡើងមកយ៉ាងខ្លាំងថាឯងពិតជាមានកម្លាំងខ្លាំងពិតប្រាកដមែនប៉ុន្តែរាល់កម្លាំងធម៌ពលរបស់ឯងគឺនៅមិនទាន់អាចមានលទ្ធភាពហក់ឡើងទៅលើសកម្រិតធម៌ពលនៃឋានទទេស្អាតបានឡើយព្រោះដឹងទេថាប្រសិនបើរូបអញគឺនៅតែអាចមានសមត្ថភាពរក្សាទុកនៅរាល់កម្លាំងធម៌ពលឲ្យស្ថិតនៅក្នុងចំណុចកំពូលនៃកម្រិតពន្លឺទេវតាដដែលនោះតើរាល់ការវាយប្រហារដ៏កំសាករបស់ឯងនឹងអាចមានលទ្ធភាពរកវិធីមកសម្លាប់រូបអញបានដោយរបៀបណាទៅវិញប៉ុន្តែទោះបីជាគេបានប្រឹងពោលពាក្យសម្ដីបែបនេះចេញមកខាងក្រៅក៏ដោយក៏នៅក្នុងចិត្តរបស់លីខឺធានគឺនៅតែលួចហ្វាត់សឹងនៅអារម្មណ៍ដឹងយល់ពីកម្រិតភាពគ្រោះថ្នាក់ដ៏ធំធេងដែលបង្កឡើងដោយបុរសអាវខ្មៅម្នាក់នោះព្រោះដឹងច្បាស់ថាប្រសិនបើវាមិនមែនបណ្ដាលមកពីរាងកាយរបស់ឯងមានសភាពរឹងមាំខ្លាំងពេកទេនោះរាល់ការវាយប្រហារអំបញ្ញមិញនេះគឺច្បាស់ជាអាចមានសមត្ថភាពសម្លាប់ឯងឲ្យរលាយបាត់បង់ជីវិតបាត់ទៅហើយដឹងទេវាពិតជាការពិតជាក់ស្ដែងខ្លោណាស់អាល្អិតទោះបីជាពួកយើងគឺសុទ្ធសឹងតែជាបុគ្គលដែលកំពុងគ្រងនៅកម្រិតធម៌ពលស្ថិតនៅក្នុងឋានតែមួយដូចគ្នាក៏ដោយតែចំពោះមុខកម្លាំងសមត្ថភាពពិតប្រាកដវិញគឺមានសភាពខុសប្លែកគ្នាដាច់ឆ្ងាយណាស់ដោយសារតែគម្លាតនៃកម្លាំងធម៌ពលបារមីរវាងពួកយើងគឺមានទំហំធំធេងខ្លាំងណាស់ដឹងទេដូចជាការពីមុនរូបលោកប្រុសហាងធូឈីងធានគេគឺមានសភាពបែបហ្នឹងដូចគ្នាដែរហើយសូម្បីតែកំពូលមេការគ្រប់គ្រងជួហ្វានរបស់ពួកឯងនាពេលបច្ចុប្បន្ននេះក៏មានចរិតលក្ខណៈដូចគ្នាតើវាត្រឹមត្រូវហើយមែនដិតរូបគេគឺទើបតែអាចសម្រេចបាននៅកម្លាំងក្បាច់គុណស្ថិតនៅក្នុងកម្រិតលំដាប់ថ្នាក់ទី3នៃឋានជ្រកកោនសួរតែប៉ុណ្ណោះសោះតែរូបគេបែរជាអាចមានសមត្ថភាពអស្ចារ្យក្នុងការរកវិធីឈរជើងរារាំងទប់ទល់ជាមួយនឹងកម្លាំងវាយប្រហាររបស់កំពូលអ្នកខ្លាំងកម្រិតពន្លឺទេវតាដល់ទៅពីររូបព្រមគ្នាបានទៅវិញតើការមានវត្តមានកំពូលបុគ្គលដ៏មានទេពកោសល្យខ្ពង់ខ្ពស់អស្ចារ្យដល់ថ្នាក់នឹងវាបានធ្វើឲ្យនៅក្នុងចិត្តខ្ញុំចាប់ផ្ដើមលប់នឹកគិតទៅដល់ពួកដៃគូប្រកួតដ៏មានភាពខ្លាំងក្លាអស្ចារ្យបំផុតនៅក្នុងកាលពីសម័យអតីតកាលបាត់ទៅហើយហេតុនេះរូបខ្ញុំគឺពិតជាមានក្តីទន្ទឹងរង់ចាំយ៉ាងមុតមាំចំពោះឱកាសល្អក្នុងការបានមកបើកការប្រយុទ្ធតតាំងគ្នាជាមួយនឹងកំពូលមេការគ្រប់គ្រងជួហ្វានរបស់ពួកឯងខ្លាំងណាស់ទៅហើយបុរសដែលស្លៀកពាក់អាវពណ៌ខ្មៅម្នាក់នោះបានពោលរៀបរាប់ឡើងប៉ុន្តែរាល់ពាក្យពេចន៍សម្ដីបកស្រាយលាតត្រដាងទាំងអស់នេះបានធ្វើឲ្យពួកមនុស្សរបស់ត្រកូលលូទាំង3នាក់ចាប់ផ្ដើមបង្កើនការប្រុងប្រយ័ត្នខ្លួនកាន់តែខ្ពស់ឡើងភ្លាមនិងបាននាំគ្នាប្រញាប់រៀបចំខ្លួនដើម្បីត្រៀមបើកការប្រយុទ្ធគ្នាភ្លាមព្រោះដឹងខ្លួនច្បាស់ណាស់ថាបុគ្គលម្នាក់នេះគឺមានការដឹងយល់យ៉ាងច្បាស់
ពីរឿងរ៉ាវអាថ៌កំបាំងរវាងត្រកូលលូជាមួយនឹងជូហ្វាន ប៉ុន្តែគេបែរជាមានចិត្តថ្លើមធំនៅតែមានបំណងចង់